ឆាបកាជាមួយពងទាប្រៃមួយមុខនេះធានាថាបើសិនជាបងប្អូនបានធ្វើញ៉ាំហើយដឹងតែថ្ងៃក្រោយបងប្អូនធ្វើញ៉ាំទៀតហើយដោយសារតែអីគឺងាយស្រួលធ្វើហើយឆ្ងាញ់ទៀតជាដំបូងគឺខ្ញុំលីងខ្ទឹមសជាមួយនឹងម្ទេសគឺយើងលីងឲ្យឈ្ងុយសិនចឹងទៅចាំយើងដាក់ពងទាប្រៃចូលចំពោះពងទាប្រៃគឺខ្ញុំប្រើតែផ្នែកក្រហមឯណាបងប្អូនហើយយើងដាក់ចូលមកហើយយើងចុចវាឲ្យទុយឲ្យវាម៉ត់ចឹងទៅណាបងប្អូននិយាយទៅបើសិនជាបងប្អូនមានច្រើនបងប្អូនដាក់មូលខ្លះហើយម៉ត់ខ្លះទៅដើម្បីវាចូលជាតិខ្លះហើយនឹងសល់ដុំអញ្ចឹងទៅយើងញ៉ាំចំទៅវាឆ្ងាញ់អញ្ចឹងណាបន្ទាប់មកគឺយើងដាក់គ្រឿងផ្សំមកដូចជាប្រេងខ្យងដាក់ប៊ីចេងដាក់ទឹកត្រីស្ករអីមកបន្ទាប់មកបានយើងដាក់បកាចូលណាបងប្អូនបកានេះគឺខ្ញុំឆាទាំងសបកអញ្ចឹងណាគឺយើងឆាអញ្ចឹងទៅគឺវាមានជាតិឆ្ងាញ់អញ្ចឹងហើយយើងឆាតែពី3ត្រឡប់អីហ្នឹងគឺថាបការបស់យើងហ្នឹងបានឆ្អិនហើយនិយាយទៅបកាគឺយើងបាច់ឆាឆ្អិនពេកទេកាលណាឆ្អិនគឺថាសាច់ស្វិតវិញទេអញ្ចឹងទៅគឺយើងឆាមកល្មមទេហើយបន្ទាប់ពីបកាយើងបានឆ្អិនហើយគឺយើងបន្ថែមជាមួយនឹងគល់ខ្ទឹមហើយនឹងស្លឹកខ្ទឹមទៀតមកគឺធ្វើឲ្យពងទាប្រៃឆាបការបស់យើងហ្នឹងគឺថាឆ្ងាញ់អញ្ចឹងណាបងប្អូនជាទៅសម្រាប់បន្លែគឺមានដាក់អីទេគឺដាក់តែស្លឹកខ្ទឹមតែប៉ុណ្ណឹងគឺហើយហើយបន្ទាប់មកគឺយើងដួសដាក់ចានមកតែប៉ុណ្ណឹងរួចរាល់ហើយបងប្អូនបើសិនជាស្ទើប្រៃអីបងប្អូនអាចយកទៅជ្រលក់ជាមួយនឹងទឹកជ្រលក់ដូចជាទឹកត្រីកកុងអីទៀតក៏បានដែររឹតតែឆ្ងាញ់អញ្ចឹងណាបកាតែកន្លះគីឡូអស់តែ15000ឯងធ្វើបានឡើងមួយចានដែរណាបងប្អូនបើសិនជាយើងញ៉ាំជាមួយបាយអាចថាញ៉ាំបាន2នាក់អីដែរណាហើយបើធ្វើជាគ្រឿងក្លែមវិញក៏ត្រូវដែរនិយាយពីថាជាតិហ្មងមកមុខនេះ